ពិបាកចិត្តណាថ្ងៃនេះធនាគារមកដល់មុខផ្ទះមិនមែនតែមកម៉ូតូទេណាបងប្អូន2 3ម៉ូតូមិនដឹងថាគួរគិតធ្វើម៉េចទេណាបងប្អូនដែលជួបដូចខ្ញុំបាត់ទេនេះពិបាកចិត្តមែនតើ បាទតើបងប្អូនប្រហែលអ្នកខ្លះដែលជួបបញ្ហាដូចភរិយាខ្ញុំនិយាយថាម្ចាស់បំណុលបានមកដល់មុខផ្ទះហើយមកនោះមិនមែនមកម៉ូតូទេណាមក3 4ម៉ូតូហ្មងខាងមន្ត្រីឥណទានហ្នឹងបាទអញ្ចឹងតើលោកលោកស្រីបងប្អូនទាំងអស់គ្នាកំពុងតែជួបបញ្ហាទាំងអស់នេះមែនដែរទេសូមលោកលោកស្រីខមមិនប្រាប់ខ្ញុំផងបាទខមមិនថាអូខេដើម្បីខ្ញុំធ្វើការជួយឲ្យជាដំណោះស្រាយបឋមមួយអញ្ចឹងមុននឹងចូលទៅក្នុងសាច់រឿងប្រធានបទរបស់យើងខ្ញុំសូមការអនុញ្ញាតនិយាយអំពីប្រវត្តិរូបរបស់ខ្ញុំខ្លះសម្រាប់បងប្អូនដែលមិនទាន់ធ្លាប់ស្គាល់ខ្ញុំបាទអញ្ចឹងខ្ញុំឈ្មោះមានសវុតបាទភរិយារបស់ខ្ញុំឈ្មោះឆើស្រីផាបាទពួកយើងជាម្ចាស់សិភៅអាចកំបាំងនៃការចាក់ចេញពីបំណុលមុនដំបូងឡើយហ្នឹងនៅឆ្នាំ2015យើងបានទៅធ្វើអាជីវកម្មមួយនៅគល់ស្ពានព្រៃសំរោងកែងកាក់ក្បាលក្រហមក្រុងតាខ្មៅមានថាយើងធ្វើអាជីវកម្មបាន5ឆ្នាំក៏ជាប់គាំងខ្សែធនសម្រាប់ចិត្តរត់ចោលស្រុកពេលនោះអត់ដឹងថាដោះស្រាយមិនក៏គិតខ្លីមែនតើថាទៅធ្វើជាពលករនៅក្នុងប្រទេសគេទៅក្រែងលោបានលុយបានសល់ចាំត្រឡប់មកវិញវាខ្មាស់គេអញ្ចឹងទៅបាទនេះគឺជាការគិតរបស់ខ្ញុំបងប្អូនទាំងអស់គ្នាការគិតរបស់ខ្ញុំអត់បានលទ្ធផលល្អទេយើងទៅបានទៅមួយរយៈក៏យើងត្រឡប់មកវិញការមកវិញហ្នឹងគឺយើងជួបជាមួយនឹងដុកទ័របំណុលហ្នឹងគឺជាអ្នកដែលជួយខ្ញុំក្នុងការដោះបំណុល$40000ដោយប្រើរយៈពេល1ខែគាត់បានបង្ហាញរូបមន្តមួយចំនួនដែលខ្ញុំអត់ដឹងឲ្យខ្ញុំដឹងហើយខ្ញុំដោះស្រាយបានហើយមិនត្រឹមតែដោះស្រាយខ្លួនឯងទេបានជួយខ្ញុំឲ្យចងក្រងធ្វើជាសៀវភៅអាចកំបាំងនៃការចាក់ចេញពីបំណុលមួយហ្នឹងបានជួយទៅដល់មនុស្សជាច្រើនអញ្ចឹងមនុស្សជាច្រើនដែលជាប់គាំងពីបញ្ហាទាំងអស់ហ្នឹងគាត់បានយកក្បួនរូបមន្តរបស់ខ្ញុំដែលខ្ញុំឆ្លងកាត់ពីគ្រូបង្វឹករបស់ខ្ញុំយ៉ាងត្រឹមត្រូវហ្នឹងយកទៅមើលយកទៅធ្វើឃើញថាបានលទ្ធផលអញ្ចឹងខ្ញុំសប្បាយចិត្តដែរឃើញពួកគាត់ជាប់គាំងហើយគាត់បានដំណោះស្រាយតាមរយៈបទពិសោធន៍របស់យើងខ្ញុំពិតជារំភើបមែនតើបាទអញ្ចឹងត្រឡប់មកសាច់រឿងប្រធានបទរបស់យើងវិញបាទសាច់រឿងប្រធានបទរបស់យើងនិយាយអំពីមន្ត្រីឥណទានហៅថាខាងធនាគារនិយាយចេះហ្មងណាខាងធនាគារគេមកដល់មុខផ្ទះហើយបាទហើយយើងនឹងអត់មានលុយហើយការមកនឹងមិនមែនមកម៉ូតូទេលោកអើយមកច្រើនម៉ូតូណាបាទអញ្ចឹងនេះគឺជាចំណុចមួយដែលខ្ញុំធ្លាប់ជួបដែរបាទហើយពេលនោះបងប្អូនខ្ញុំនៅពេលឃើញបែបនោះខ្ញុំថាបែកញើសស្រាក់ថាជុំមកក៏មកច្រើនម៉ែបាទមកមានអ្នកចូលមានអ្នកនឹងក្រៅនឹងទៅបាទអញ្ចឹងធ្វើឲ្យខ្ញុំនេះរុនធត់តែម្ដងនៅពេលដែលលោកស្រីមានគេមកទាលុយមកដល់មុខផ្ទះលោកស្រីប្រកាសជាភ័យអញ្ចឹងអ្វីដែលខ្ញុំនាំលោកស្រីទៅគិតមកចំណុចមួយទៀតបាទបដូរពីភ័យមករកដំណោះស្រាយម្ដងបាទអញ្ចឹងរកដំណោះស្រាយមិនលោកស្រីបងប្រុសបងស្រីតាមពិតទៅមន្ត្រីឥណទានខ្លះល្អតាគេមករកដំណោះស្រាយជាមួយយើងបាទពីព្រោះខ្ញុំជួបជាមួយនឹងមន្ត្រីឥណទានខ្លះគាត់ប្រាប់ខ្ញុំថាសវុតពួកខ្ញុំទៅរកដំណោះស្រាយជូនអតិថិជនប៉ុន្តែអតិថិជនខ្លះមិនបានចូលរួមក្នុងការដោះស្រាយទេមានតែការរត់គេចហើយបែរទៅជាខឹងបែរទៅជាបន្ទោសថាពួកខ្ញុំនេះមិនជួយរកដំណោះស្រាយបែរទៅជាគិតថាគាត់នឹងមករករឿងអញ្ចឹងនេះគឺជាចំណុចមួយដែលខ្ញុំចង់ប្រាប់សវុតថាពួកខ្ញុំទៅរកដំណោះស្រាយជាមួយនឹងកូនបំណុលរបស់ខ្ញុំដែលខ្ញុំបានកាន់លូនកាន់បំណុលរបស់គាត់ហ្នឹងដើម្បីបញ្យល់គាត់ដើម្បីសួរគាត់ដើម្បីធ្វើឯកសារដើម្បីសិក្សាពីស្ថានភាពរបស់គាត់ដើម្បីដាក់សំណើទៅខាងលើបាទបានខ្ញុំដឹងថាអូតាមពិតទៅគេចង់ជួយយើងតែយើងបិទចិត្តយើងអត់ដឹងបាទយើងភ័យយើងរត់ទៅមកដល់អូបាត់ទូរស័ព្ទគេតែមកវាសួរបងខាងណាហ្នឹងខាងធនាគារបិទក្រាប់មកឃើញខាងធនាគារជួយបិទក្រាប់អញ្ចឹងខ្ញុំចង់ឲ្យលោកស្រីបងប្រុសបងស្រីទាំងអស់គ្នាថាគិតនៅក្នុងផ្លូវល្អខ្លះទៅក្នុងនាមខ្ញុំជាអ្នកដែលធ្លាប់ជួបបញ្ហាខ្ញុំចង់លើកទឹកចិត្តលោកស្រីបងប្រុសបងស្រីទាំងអស់គ្នាថានិយាយត្រង់ជាមួយគាត់ទៅកុំកុហកគាត់បាទពេលគាត់មកដល់ហើយកុំកុហកថាចាំស្អែកបាទចាំស្អែកហ្នឹងតើរំពឹងអីបាទអញ្ចឹងនៅពេលដែលលោកស្រីបងប្រុសបងស្រីគិតថាចាំស្អែកគាត់ស្អែកនឹងមកទៀតណាបាទហើយយកតែប្រាប់គាត់ថាស្អែកគឺគាត់ស្អែកមកទៀតហើយតែពេលស្អែកគាត់មកទៀតយើងទៅខឹងគាត់ថាមករាល់តែថ្ងៃហើយចុះបើយើងប្រាប់គេថាឲ្យគេមកស្អែកចាំស្អែកអញ្ចឹងគេមកទៀតហើយតែពេលស្អែកមកប្រាប់ថាស្អែកទៀតប្រាប់ថាស្អែកទៀតយូរទៅជាយើងនឹងវាកុហកគេបាទអញ្ចឹងបញ្ហានោះវារួមរឹតលើយើងមកអញ្ចឹងអ្វីដែលយើងចង់លើកឡើងថាកុំអោយកុហក
chú tới chỉ dương thư cả tiệt chăm mà tôi thành khang thành địa kiến បាទ chúប្រាប់គេថាចាំស្អែក ចាំស្អែកនិយាយចាំស្អែកគេមកឡើយ ខ្ញុំយល់លេបងចឹងគាត់មកច្រើនម៉ូតូហ្នឹងដោយសារគាត់មករត់ដំណោះស្រាយយើងព្រោះគាត់ធ្លាប់មានប័ណ្ណពិសោធន៍គាត់ដំណុលគាត់ជាពាក់គាត់ចឹងដែរហើយព្រោះគាត់ខាងធនាគារគាត់មានប័ណ្ណពិសោធន៍ច្រើនជាងយើងព្រោះយើងម្នាក់គាត់ច្រើនអ្នកអញ្ចឹងគាត់ធ្លាប់មានប័ណ្ណពិសោធន៍ច្រើន បាទហើយសម្រាប់អ្នកដែលជួបមួយពួកគាត់ហើយឬក៏គាំងខ្លាំងឬក៏មិនដឹងថាដោះស្រាយយ៉ាងម៉េចអាចធ្វើការទំនាក់ទំនងមកខ្ញុំតាមរយៈលេខ 096 ដើម 008 គាត់លេខ Telegram និយាយលោកស្រីបងប្រុសបងស្រីទាំងអស់គ្នាត្រូវការក្បួនរូបមន្តរបស់ខ្ញុំមានបាទខ្ញុំមានការប្រឹក្សាតាមទូរស័ព្ទបាទអញ្ចឹងសូមអរគុណជម្រាបលាប៉ុណ្ណេះហើយជួបគ្នាជាមួយនឹងវីដេអូក្រោយទៀតខ្ញុំមានប្រធានបទឬក៏ជាសំណួរដើម្បីជាស្រ័យបំភ្លឺដល់លោកស្រីបងប្រុសបងស្រីទាំងអស់គ្នាកុំអស់សង្ឃឹមរឿងបំណុលគឺខ្ញុំមានដំណោះស្រាយបាទ